សួស្តីដល់គ្នាថ្ងៃនេះខ្ញុំមកអាប់ដេតទាក់ទងជាមួយនឹងការឆែកមើល Wi-Fi password នៅលើកុំព្យូទ័រក្នុងករណីនេះមានន័យថាកុំព្យូទ័ររបស់យើងបាន connect Wi-Fi នឹងហើយយើងចង់ភ្ជាប់ជាមួយទូរស័ព្ទឬក៏អ្នកផ្សេងទៀតគាត់សួររក password របស់ Wi-Fi ណាហើយយើងចង់ឆែកអីគេឬក៏យើងចង់ connect ខ្លួនឯងជាមួយទូរស័ព្ទដៃយើងមួយទៀតយើងអាចឆែក Wi-Fi ដែលយើងបានភ្ជាប់រួចនៅលើកុំព្យូទ័រយើងបានចំពោះការចែកនៅក្នុង Windows 11 ចំនួនចុងក្រោយ update ថ្មីនេះអ្នកគ្នាគាត់ចូលមកកាន់កន្លែងនេះចុចលើ Wi-Fi នឹងមកហើយអ្នកគ្នាឃើញ Wi-Fi អ្នកគ្នាបាន connect នេះយើងចុចកន្លែងសញ្ញាព្រួយនេះហើយចុចលើសញ្ញាឧទានហើយបន្តទៅអ្នកគ្នាឃើញ Wi-Fi password នៅខាងលើនេះតែម្ដងនៅពេលដែលអ្នកគ្នាចុច show មិនត្រឹមតែមានពាក្យសម្ងាត់បង្ហាញនៅកន្លែង password នោះទេបន្ថែមពីនោះអ្នកគ្នាក៏អាចយកឧបករណ៍ដែលអាច scan បានដូចជាទូរស័ព្ទដៃនេះគឺ scan ជាមួយនឹង code Wi-Fi នៅបានតែម្ដងចឹងកាន់តែមានភាពងាយស្រួលចំពោះអ្នកដែលគាត់អត់ចាំ password Wi-Fi ដែលខ្លួនឯងបាន connect ជាពិសេសពេលខ្លះ smart home របស់យើងនៅផ្ទះហ្នឹងឬក៏តើគ្នាមាន Wi-Fi ផ្សេងនៅផ្ទះហ្នឹងយើងភ្លេច Wi-Fi ហ្នឹងប៉ុន្តែឧបករណ៍យើងណាមួយមាន Wi-Fi ដូចជាកុំព្យូទ័រគឺយើងអាចឆែកបានបែបនេះនៅលើទូរស័ព្ទដៃគឺខ្ញុំនឹងបង្ហាញនៅពេលក្រោយៗទៀតដែរអរគុណដល់គ្នាចំពោះការតាមដានទស្សនាវីដេអូនេះយើងនឹងជួបគ្នានៅវីដេអូក្រោយ